សួស្តីថ្ងៃនេះមកធ្វើបង្អែមដំឡូងជាមួយនឹងមានបៃលិនចាចឹងគ្រឿងផ្សំយើងមាននៅលើហ្នឹងចាហើយយើងមានបៃលិនហ្នឹង1គីឡូចាគេហៅតង្ហែនណាចឹងយើងមកឆ្កឹះគ្រាប់វាចេញសិនចាចឹងយើងយកកូនសាប៊ីឆ្កឹះចឹងមកចាឆ្កឹះចឹងតអស់មកហើយយើងបានសាច់មានមួយចានប៉ុណ្ណឹងហើយខ្ញុំមានដលង5មើមចាហើយយើងយកវាកាត់ដុំចឹងមកដុំទូចចឹងមកចាបន្ទាប់ពីកាត់ហើយយើងយកវាទៅស្ងោរចាដាក់ដាំទឹកឲ្យពុះចាក់ដលងនឹងចូលទៅកូរចុះកូរឡើងឲ្យពុះមកព្រោះយើងកាត់ដុំទូចចឹងឆាប់ឆ្អិនហើយចាមកពុះពីពុះទៅបានហើយតោះមកយើងស្រង់ដាក់ចូលប្រជែងឲ្យស្រស់ទឹកចាឲ្យស្រស់ទឹកហើយយើងចាក់ចូលម្សៅឆានឹងមកប្រឡាក់ឲ្យជាប់មួយទម្រង់នឹងឲ្យស្រោចសពមកចាម្សៅឆានឹងមកខាំចាហើយយើងរែងវាអស់ម្សៅហ្នឹងណាចាហើយយើងដាក់វាស្ងោរម្សៅទៀតយើងដាក់ដាំទឹកឲ្យពុះហើយចាក់ចូលមកចាហើយកូរវាពី3ត្រឡប់ទៅនៅពេលវាពុះទម្រង់នឹងវាដែតអាហ្នឹងវាឆ្អិនហើយអញ្ចឹងយើងស្រង់វាដាក់ត្រាំទឹកត្រជាក់ចាយើងដាក់ចូលចិត្តទឹកយើងត្រជាក់នឹងមកអូខេនៅពេលហើយយើងស្រង់ដាក់ទុកមួយឡែកមកយើងដាំទឹកខ្ទិះចុងនៅពេលពុះយើងដាក់លឹកតយ 4-5 លឹកចូលអំបិលមួយចិបមកហើយយើងក៏ចាក់ផ្លែមៀនចូលទៅចាកូរវាសពហើយយើងក៏ចាក់ដំឡូងយើងចូលមកទុកវាមកពុះ2មកយើងដាក់សាច់ដូងខ្ចីយើងដោយសារដំឡូងហ្នឹងយើងឆ្អិនស្រាប់ហើយចាយើងដាក់វាគាត់មកពុះទៅកូរចុះកូរឡើងយើងដាក់សាច់ដូងបន្ទាប់មកយើងក៏ដាក់ស្ករសមកវែកជាមួយនឹងទឹកដោះគោខាត់2 សៀបបាយចាបើចូលចិត្តផ្អែមយើងដាក់ថែមតាមហ្នឹងណាចាវិញខ្ញុំធ្វើអត់សូវផ្អែមខ្លាំងនេះចាបន្ទាប់មកក៏រួចរាល់ចាមានប៉ុណ្្នឹងទេចាអរគុណចំពោះការតាមដានកុំភ្លេចជួយ like share ព្រមទាំង follow page ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា